Ok, đây nè, này làក្នុងវីដេអូនេះខ្ញុំលើកយកវិធីសាស្ត្រមួយនៅក្នុងការដោះស្រាយនៅពេលដែលឡានរបស់យើងនឹងជិះទៅរលត់តាមផ្លូវដោយសារបញ្ហាខូចបូមទឹកទយោ2ជាក់ស្ដែងពាក់ព័ន្ធជាមួយនឹងវិធីក្នុងការដោះស្រាយបញ្ហាមួយនេះគឺនៅក្នុង YouTube Channel គឺមានបងគាត់ធ្វើច្រើនមែនទែននៅក្នុងការចែករំលែកប៉ុន្តែអ្នកខ្លះគឺគាត់អាចនឹងមើលឃើញនៅក្នុង Channel របស់គាត់ប៉ុន្តែអ្នកខ្លះទៀតគាត់អាចមើលឃើញអញ្ចឹងពេលខ្លះគាត់អាចនឹងមកមើលឃើញនៅក្នុង Channel របស់ខ្ញុំអញ្ចឹងបានជាខ្ញុំនៅតែធ្វើវីដេអូនេះឡើងចែករំលែកនៅក្នុង YouTube អូខេអញ្ចឹងនៅពេលដែលមានបញ្ហានឹងកើតឡើងនៅពេលដែលខូចបូមទឹកគឺប្រកាសណាស់គឺឡានម៉ាស៊ីនត្រជាក់វាលេងត្រជាក់ហើយវានឹងធ្វើការរលត់តាមផ្លូវអូខេអញ្ចឹងដើម្បីដោះស្រាយវិធីហ្នឹងគឺយើងមានដំណោះស្រាយបឋមដែលយើងអាចដោះស្រាយវាមិនថាយើងជាមនុស្សប្រុសឬស្រីទេឲ្យតែអ្នកគ្នាធ្វើតាមអ្វីដែលខ្ញុំណែនាំឬក៏តាម YouTube ដែលបងគាត់ធ្វើបានណែនាំប្រាប់អ្នកគ្នាហ្នឹងគឺអ្នកគ្នាប្រកាសជាអាចធ្វើការជិះបន្តទៀតទៅជួបជាងបានហើយអូខេអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការដាក់ឲ្យគៀកមកកន្លែងនេះដើម្បីឲ្យអ្នកគ្នាងាយក្នុងការមើលតើត្រូវធ្វើម៉េចខ្លះអូខេអូខេអញ្ចឹងនៅពេលដែលឡានខូចបូមទឹកទយោ2គឺទឹកនេះគឺវាលេងវិលហើយទឹកនេះគឺលេងវិលអ្នកគ្នាមើលគឺក្នុងនេះវាលេងវិលហើយវានឹងលោតសញ្ញាឧទាននៅលើតាប់ឡូឡានរបស់យើងអូខេអញ្ចឹងដើម្បីហើយវាលោតទៅមុខលេងកើតអញ្ចឹងដើម្បីធ្វើការដោះស្រាយយើងមានវិធីសាស្ត្របឋមអញ្ចឹងអ្នកគ្នាបិទម៉ាស៊ីនត្រជាក់ខាងក្នុងនោះមកបិទម៉ាស៊ីនត្រជាក់នៅក្នុងឡានរបស់យើងបិទម៉ាស៊ីនត្រជាក់រួចហើយអ្នកគ្នាមកផ្ដាច់ដូចកន្លែងនេះអូខេផ្ដាច់ដូចកន្លែងនេះមកនេះគឺមានកន្លែងចុចនេះចុចវាហើយដោះវាចេញមកអូខេសកត់កន្លែងនេះមកហើយទាញវាចេញអូខេបន្ទាប់មកយើងដោះកន្លែងនេះគឺ voice shift របស់វាអូខេអញ្ចឹងនេះគឺ voice shift ដែលយើងត្រូវធ្វើការបដូរ voice shift ថ្មីដោយសារនៅពេលដែលមានបញ្ហាហ្នឹងកាត់ឡើងគឺវាប្រកាសជាដាច់ voice shift ហើយអញ្ចឹងនេះ voice shift លេខ15ខ្ញុំនឹងថាអ្នកខ្ញុំមើលឃើញអត់ទេអូខេអញ្ចឹងនេះ voice shift មួយនេះរាប់ពីលើមក voice shift ទី2នេះអញ្ចឹងអ្នកនេះអានេះវាដាច់ហើយនៅពេលដែលមានបញ្ហានឹងកើតឡើងវានឹងធ្វើការដាច់ voice shift នេះហើយអញ្ចឹងយើងផ្ដាច់បិទម៉ាស៊ីនត្រជាក់ក្នុងឡានហើយយើងផ្ដាច់ខ្សែ connector មួយនេះបន្ទាប់មកយើងយកតក្រៀបនេះចាប់យកនេះយក voice shift ដែលគេ spare អញ្ចឹង voice shift ខាងលើ block ខាងនេះ spare អត់អាចដកអានេះ15 ampere ដូចគ្នាប៉ុន្តែអត់ទេអត់ប្រើក្រោមនេះគឺអានេះ spare ដែលគ្នាមើលជើងខាងក្រោមគឺវាមានដែកស្ពាន់អីនៅនេះទេនេះរបស់ spare អញ្ចឹងយើងដកអាហ្នឹងមកហើយយើងចាប់ចូលនេះមកអូខេយើងដកអាហ្នឹងចេញមកហើយយើងដាក់នេះចូលហើយបិទម៉ាស៊ីនជាហើយអានេះដកវារហូតដល់យើងដូរបូមទឹកថ្មីហើយបានយើងដាក់ចូលវិញបើសិនជាយើងអត់តន់ដូរបូមទឹកឯងយើងដូរទៅបុយស៊ីបហើយដាក់នេះចូលវិញបើម៉ាស៊ីនជាអីគឺវានឹងដាច់បុយស៊ីបនេះទៀតអូខេចានេះខ្ញុំដាក់ចូលវិញខ្ញុំគ្រាន់តែទាហោឲ្យអ្នកគ្នាមើលអូខេអញ្ចឹងខ្ញុំដាក់សកួរនេះវិញហើយបើសិនជាអ្នកគ្នាចង់ទិញសកួរថែមទៀតក៏បានដែរទិញសកួរមកទុកនឹងមកអូខេអញ្ចឹងអ្នកគ្នាអាចទៅការបច្ចេកឲ្យបើកទៅរកជាងបន្តទៀតបានហើយអូខេអញ្ចឹងដើម្បីឲ្យកុំឲ្យជួបបញ្ហាហ្នឹងខ្ញុំណែនាំឲ្យអ្នកគ្នាធ្វើការឆែកបូមទឹកជាមុនសិនមើលទឹកនេះវាវិលអត់ខ្សោយឬក៏ខ្លាំងមុនពេលដែលអ្នកគ្នាធ្វើដំណើរផ្លូវឆ្ងាយកុំឲ្យជួបបញ្ហាហ្នឹងហើយមួយទៀតអ្នកគ្នាអាចទិញបូមទឹកយកមកសកួរនៅគូតឡានខាងក្រោយមកនៅពេលដែលមានបញ្ហាហ្នឹងអ្នកគ្នាអាចធ្វើបានដោយខ្លួនឯងភ្លាមតែម្ដងអូខេហើយការផ្លាស់ប្ដូរបូមទឹកអីគឺវាងាយទេហើយនៅក្នុង YouTube អីគឺវាមានច្រើនមែនទេដែលអ្នកគ្នាអាចធ្វើបានអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសរុបមកវិញបិទម៉ាស៊ីនត្រជាក់ផ្ដាច់ខ្សែនេះបន្ទាប់មកដូរបុយស៊ីបនេះហើយកុំបាច់ដោតអានេះទេផ្ដាច់វាចោលរហូតហើយបើកទៅជាងទៅរហូតដល់ដូរបូមទឹកថ្មីអីហើយចាំយើងភ្ជាប់ចូលវិញបើកម៉ាស៊ីនត្រជាក់វិញគឺយើងអាចប្រើប្រាស់បានធម្មតាវិញហើយអូខេអញ្ចឹងអានេះគ្រាន់តែជាឧទាហរណ៍ខ្ញុំចាប់វាចូលវិញខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍បង្ហាញអ្នកគ្នាទេគេអញ្ចឹងខ្ញុំចាប់អានេះចូលវិញអូខេប៉ាប់ខ្ញុំដាក់នេះចូលវិញអូខេតែប៉ុណ្ណឹងមកគឺអូខេអញ្ចឹងអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀតសង្ឃឹមថាវីដេអូមួយនេះវាមានប្រយោជន៍សម្រាប់អ្នកនាងដែលជួបបញ្ហាបែបហ្នឹង